លោកប្រធានក្រុមហ៊ុនបានជូនមិត្តស្រីទៅលេងស្រុកកំណើតជាលើកដំបូងប៉ុន្តែលោកបែរជាឃើញថាអក្សរផ្ចង់នៅផ្ទះនាងគឺជាស្នាដៃពិតរបស់មហាកំពូលអ្នកប្រាជ្ញជូហ្វានសូម្បីតែតូដែលធ្វើពីឈើប្រណីតហួញវ៉ាឡេក៏មានតម្លៃដល់ទៅ8លានដែរសូម្បីតែទឹកតែក៏ជាប្រភេទតែហងផែវដកកមដែលចេញពីដើមមេនៅលើភ្នំវ៉ៃដែរលោកចាប់ផ្ដើមឆ្ងល់ថាតើមិត្តស្រីដែលមកពីជនបទម្នាក់នេះពិតជាមានខ្សែស្រឡាយមកពីណាប៉ុន្តែនាងបែរជាពន្យល់លោកដោយទឹកមុខមោះមុតថាប៉ាម៉ាក់របស់ខ្ញុំគ្រាន់តែជាកសិករធម្មតាម្នាក់ប៉ុណ្ណោះប្រហែលជាមកពីលោកមកជួបចាស់ទុំលើកដំបូងភ័យពេកទើបមើលរបស់ទាំងនេះច្រឡំអស់ហើយលោកមិនដឹងទេថាឪពុកម្ដាយដែលមើលទៅសាមញ្ញនោះគឺជាមហាសេដ្ឋីលំដាប់ពិភពលោកជាច្រើនឆ្នាំមកនេះពួកគេលាក់បាំងអត្តសញ្ញាណដើម្បីឲ្យកូនស្រីរឹងមាំនិងម្ចាស់ការលើខ្លួនឯងអ្វីដែលសំខាន់គឺសង្ឃឹមថានាងនឹងបានជួបស្នេហាពិតដែលមិនលោភលន់នឹងទ្រព្យសម្បត្តិទើបពួកគេតែងតែលាក់បាំងទ្រព្យសម្បត្តិពិតប្រាកដយ៉ាងជិតឈឹងពេលឃើញកូនស្រីនាំបុរសដែលមានបុគ្គលិកលក្ខណៈលេចធ្លោម្នាក់មកផ្ទះចាស់ទុំទាំងពីរមានចិត្តពេញចិត្តជាខ្លាំងប៉ុន្តែពួកគេនៅតែចង់ធ្វើការសាកល្បងចុងក្រោយមួយទៀតបើចង់រៀបការជាមួយកូនស្រីគាត់ត្រូវត្រៀមថ្លៃទឹកដោះ10លានយន់ក្មេងស្រីគ្រាន់តែភ្លាមក៏ស្លុតចិត្តឈរថ្មឹងប៉ានេះប៉ាចង់រៀបការកូនឬក៏ចង់លួចកូននឹងនាងប្រញាប់ចាប់ដៃបុរសនោះរួចនិយាយថាពួកយើងប្រញាប់ទៅវិញទៅនាងនឹកស្មានមិនដល់ទេថាឪពុកម្ដាយរបស់នាងនឹងទាមទារបែបនេះប៉ុន្តែបុរសនោះបែរជាយល់ព្រមតាមសំណើ10លានយន់ភ្លាមលោកថាកូនស្រីគាត់ពិតជាមានតម្លៃសមនឹងទទួលបានឪពុកម្ដាយយល់បែបនេះក៏មានអារម្មណ៍ថាស្ងប់ចិត្តនិងកក់ក្ដៅខ្លាំងណាស់បន្ទាប់មកពួកគេបន្តការសន្ទនាពីរឿងថ្លៃទឹកដោះទៅដល់លក្ខខណ្ឌផ្សេងទៀតរឿងឡានមែនទេសុំតែ3គ្រឿងបានហើយមួយគ្រឿងទុកជីទៅផ្សារមួយគ្រឿងទុកជីដើរលេងហើយមួយគ្រឿងទៀតដាក់ឈ្មោះឲ្យកូនស្រីខ្ញុំចំណែកឯរឿងផ្ទះវិញក៏មិនបាច់ល្អពេកដែរសុំតែវីឡាលើកំពូលភ្នំយន្តទាំង2ខ្នងមកបានហើយមួយខ្នងសម្រាប់ពួកឯងទាំងពីរហើយមួយខ្នងទៀតសម្រាប់ពួកយើងកូនឮថាវីឡានៅទីនោះមួយខ្នងតម្លៃដល់ទៅ80លានយន់ឯណោះនេះប៉ាមិនធ្វើបាបគេពេកទេអីចំពោះមុខលក្ខខណ្ឌដ៏តឹងរឹងដែលឪពុកម្ដាយនាងដាក់មកលោកប្រធានក្រុមហ៊ុននៅតែយល់ព្រមតាមទាំងអស់ភ្លាមនោះឪពុកម្ដាយលោកប្រធានក៏ស្រាប់តែបង្ហាញខ្លួនជាមួយស្រីមានល្បិចម្នាក់តាមពិតទៅស្រីម្នាក់នោះបានឃើញលោកប្រធាននាំនាងមកលេងស្រុកដោយចៃដន្យនៅពេលឃើញបុរសដែលខ្លួនស្រឡាញ់ទៅស្និទ្ធស្នាលជាមួយអ្នកផ្សេងនាងក៏ប្រញាប់ទូរស័ព្ទទៅប្រាប់ឪពុកម្ដាយរបស់លោកប្រធានភ្លាមនាងប្រាប់ថាលោកប្រធានកំពុងទៅជួបចាស់ទុំជាមួយស្រីអ្នកស្រែផ្ទះក្រុមម្នាក់គ្រាន់តែដឹងដំណឹងភ្លាមឪពុកម្ដាយលោកប្រធានក៏ប្រញាប់មកដល់ផ្លែតម្ដាយលោកប្រធានមិននិយាយច្រើនឡើយគាត់ក្រវែងកាតធនាគារដែលមានលុយ2សែនយន់ចេញមកហើយបញ្ជាឲ្យក្មេងស្រីនោះចាក់ចេញពីកូនប្រុសគាត់ចំពោះមុខរកពីខ្ពស់ទៅដែករបស់ម្ដាយលោកប្រធានមហាសេដ្ឋីនៅទីនោះមានអារម្មណ៍ថាវាជារឿងគួរឲ្យអស់សំណើចបំផុតលុយ2សែនយន់នឹងយើងមើលមិនចូលភ្នែកផងបើសិនជាកូនស្រីខ្ញុំមិនទាន់មានផ្ទៃពោះសូម្បីតែសិតមកឈរទីនេះក៏ពួកលោកគ្មានដែរក្រោយដឹងថានាងមានផ្ទៃពោះឪពុកលោកប្រធាននិយាយឡើងយ៉ាងត្រជាក់ស្រជុំគាត់ថាអាចថែមលុយ2សែនទៀតដើម្បីបញ្ចប់រឿងនេះឲ្យដាច់ស្រឡះពេលនោះលោកប្រធាននៅតែមានចំហដាច់ខាតមិនព្រមតាមឡើយម្ដាយលោកឃើញបែបនេះក៏ស្ដីបន្ទោសលោកប្រធានយ៉ាងធ្ងន់គាត់ថាក្មេងស្រីនោះគ្រាន់តែជាបុគ្គលិកធម្មតាម្នាក់ក្នុងក្រុមហ៊ុនប៉ុណ្ណោះគ្រួសារទាំងពីរមានឋានៈខុសគ្នាដូចមេឃនិងដីមិនស័ក្តិសមចូលគ្រួសារគាត់ឡើយពេលនោះស្រីមានល្បិចក៏បាននិយាយអុចអើបន្ថែមនាងថាគ្រួសារលោកប្រធានគឺជាអភិជនលំដាប់លេខ1ក្នុងក្រុងដុងហៃតើអាចរៀបការជាមួយស្រីអ្នកស្រែបានយ៉ាងម៉េចទៅនាងថែមទាំងសើចចំអកថាសូម្បីតែសិល្បៈតន្ត្រីឬអក្សរផ្ចង់ក៏នាងមិនចេះមហាសេដ្ឋីដែលឈរនៅក្បែរនោះបែរជាមានចំណាប់អារម្មណ៍ចង់ដឹងគាត់ក៏បានស្នើឲ្យស្រីមានល្បិចនិងកូនស្រីគាត់ប្រកួតគ្នាគឺប្រកួតលើចំណេះដឹងសិល្បៈតែម្ដងល្អអញ្ចឹងពួកយើងមកប្រកួតអក្សរផ្ចង់គ្នាបើខ្ញុំចាញ់ការភ្ជាប់ពាក្យរវាងគ្រួសារយើងនឹងត្រូវលុបចោលស្រីមានល្បិចក៏ចាប់កាន់ជក់សរសេរអក្សរភ្លាមនាងសរសេរបានយ៉ាងស្អាតនិងមានរបៀបរៀបរយបំផុតឪពុកម្ដាយខាងប្រុសឃើញហើយក៏ពោលសរសើរមិនដាច់ពីមាត់នាងពិតជាស័ក្តិសមជាអ្នកមកពីគ្រួសារអភិជនមែនថែមទាំងស្ទើរតែបានក្លាយជាសិស្សរបស់កំពូលអ្នកប្រាជ្ញអក្សរផ្ចង់ទៀតផងអក្សរស្អាតបែបនេះទោះរៀន100ឆ្នាំក៏នាងធ្វើមិនបានដូចដែរលោកប្រធានឃើញសភាពការបែបនេះក៏យល់ថាម្ខាងទៀតធ្វើហួសហេតុពេកលោកលូមិត្តស្រីថាបើមិនកាត់ទេឈប់ទៅក៏បានប៉ុន្តែមហាសេដ្ឋីនៅតែមានភាពនឹងគាត់ទូចថាចាញ់ឈ្នះមិនសំខាន់តែមុខមាត់មិនត្រូវឲ្យបាត់បង់ទោះជាយ៉ាងណាក៏ត្រូវឲ្យកូនស្រីគាត់ឡើងទៅសាកមើលដែរឲ្យនាងសរសេរអក្សរដែលនាងធ្លាប់ហាត់រាល់ដងចេញមកមើលដូច្នេះក្មេងស្រីក៏បង្ខំចិត្តដើរទៅកាន់ជុកប៉ុន្តែគ្រាន់តែនាងផ្ដើមសរសេរក្បាច់ទី1ភ្លាមក៏ត្រូវបានឪពុកលោកប្រធានសើចចំអកថាសរសេរវិចចុះវិចឡើងប៉ុន្តែនៅពេលដែលនាងបន្តសរសេរទៅមុខទៀតអ្នកឈរមើលចាប់ផ្ដើមដឹងថាអក្សរដែលនាងសរសេរគឺពិតជាមិនធម្មតានេះគឺជាក្បាច់អក្សរឡៃហិងឡែនខរបស់លោកចាងស៊ូតាឪពុកខាងប្រុសសឹងមិនជឿនឹងភ្នែករហូតនិយាយចេញមកថាអក្សររបស់នាងបើធៀបនឹងក្មេងស្រីម្នាក់នេះគឺដូចជាក្មេងបឋមសរសេរអញ្ចឹងស្រីមានល្បិចនៅតែមានទឹកមុខមិនសុខចិត្តនាងចោទថាតួឯកស្រីគ្រាន់តែមានសំណាងល្អប៉ុណ្ណោះបន្ទាប់មកនាងក៏សុំប្រកួតលេងឧបករណ៍តន្ត្រីម្ដងម្ដាយលោកប្រធានក៏ជួយអុចអោថាការប្រកួតមិញមិនរាប់ជាការទេឃើញពួកគេធ្វើបាបក្មេងស្រីម្ដងហើយម្ដងទៀតបែបនេះលោកប្រធានទីបំផុតទ្រាំលេងបានក៏បញ្ចេញប្រតិកម្មលោកដឹងថាស្រីម្នាក់នេះមិនត្រឹមតែប្រឡងជាប់ព្យានោកម្រិត10ទេសូម្បីតែការផ្លុំសាក់សូហ្វូនក៏នាងស្ថិតក្នុងកម្រិតអាជីពដែរលោកស្ដីបន្ទោសនាងថាគ្រាន់តែអាងខ្លួនមានលុយមកធ្វើបាបអ្នកដទៃមកធ្វើបាបក្មេងស្រីដែលគ្មានលក្ខខណ្ឌបានរៀនតន្ត្រីពេលនោះមហាសេដ្ឋីដែលនៅក្បែរនោះក៏បានហើបមាត់និយាយម្ដងទៀតគាត់ថារឿងឧបករណ៍តន្ត្រីសម្រាប់កូនស្រីគាត់គឺមិនមែនជាបញ្ហាកូនស្រីគាត់មានងារជាកស្ដេចនៃឧបករណ៍តន្ត្រីគឺតាំងពីយូរមកហើយគ្រប់ឧបករណ៍តន្ត្រីទាំងអស់នាងអាចលេងបានយ៉ាងស្ទាត់ជំនាញបន្ទាប់មកអ្នកគ្រប់គ្នាបង្ខំឲ្យស្រីមានល្បិចសម្ដែងមុនពិតមែនហើយការផ្លុំសាក់សូហ្វូនរបស់នាងទទួលបានការកោតសរសើរប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺនៅពេលដល់វេនតួឯកស្រីម្ដងពួកគេក៏ស្រឡាំងកាំងភ្លាមតែម្ដង